សូមជម្រាបសួរខ្ញុំបាទជានិស្សិតផ្នែកវិស្វកម្មអគ្គិសនីនៅវិទ្យាស្ថានមហោវិទ្យាល័យព្រះកុសុមៈខ្ញុំបាទសូមធ្វើបទបង្ហាញពីគម្រោងរបស់ខ្ញុំដែលនិយាយពីការដំឡើងប្រព័ន្ធស្រោចស្រពឆ្លាតវៃដោយប្រើប្រាស់ Solar and IoT System គម្រោងរបស់ខ្ញុំផ្គត់ផ្គង់ដោយថាមពលពីរប្រភពទី1ប្រភព Solar ទី2ប្រភពភ្លើង LDC សម្រាប់ការបញ្ជាយើងអាចបញ្ជាបានតាមមានញួលហើយនឹងការបញ្ជាពីចម្ងាយការបញ្ជាពីចម្ងាយអាចបញ្ជាបានជាមួយនឹង Smart Switch ហើយនឹង Remote Switch សម្រាប់ទូ control របស់ខ្ញុំមាន2ទូទី1ទូ control ខ្ញុំមាន Disjonctor, Shift, Relay, ATS និង Contactor សម្រាប់ទូទី2យើងមាន PWM Solar Charger Power Inverter Resistor និង Smart Switch សម្រាប់ទូ control របស់យើងមាន ATS សម្រាប់ទទួលភ្លើងពីប្រភពរាល់ពេលប្រភពបញ្ហាដែលយើងប្រើទៅលើ Solar ព្រោះ Solar យើងប្រើជា main goal នៅពេលដែល Solar យើងបញ្ហាថាមពលវានឹងបោះអូតូទៅភ្លើង LDC នៅពេលដែលថាមពល Solar យើងមានថាមពលគ្រប់គ្រាន់វិញវានឹងបោះភ្លើងទៅ Solar ដោយស្វ័យប្រវត្តិ